ในយើងនេះជាការយើងបង្កើត thumbnail នៅលើ CapCut ឧទាហរណ៍ពេលយើងកាត់វីដេអូអញ្ចឹងយើងអត់ចង់ធ្វើ thumbnail នៅក្រៅឯងយើងចង់ធ្វើនឹងបដ ாய் អញ្ចឹងណាអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានធ្វើនៅកន្លែង cover នេះយើងចុចកន្លែង cover មកអញ្ចឹងយើងអាច select កន្លែង thumbnail ណាចង់និយាយថាយើង select from វីដេអូអញ្ចឹងណាយើងជ្រើសរើសនៅចំណុចណាដែលយើងចង់ដាក់យកមកធ្វើ thumbnail ឧទាហរណ៍ខ្ញុំយកពីពីខ្ញុំយកកន្លែងនេះមួយចុះអូខេអញ្ចឹងចុច edit មកពេលដែលយើងរក scroll ចុះអញ្ចឹងណាយើងប្រើនេះអញ្ចឹងណាឥឡូវខ្ញុំយកកន្លែងនេះអូខេកន្លែងនេះមួយខ្ញុំចុចមកអូខេអញ្ចឹងមកពេលដែលវាចេញបែបនេះណាបងប្អូនអញ្ចឹងពេលដែលវាចេញបែបនេះបងប្អូនចង់កាត់រូបថែមទៀតអញ្ចឹងណាយើងចង់ដាក់រូបថែមទៀតបើមិនអញ្ចឹងយើងចូលមកខាងនេះគឺនៅកន្លែងនេះកន្លែង upload នេះឬក៏យើងអាចជ្រើស collect សិនមកយើងចង់ដាក់រូបផ្សេងក្រោមទៀតសម្រាប់ខ្ញុំជ្រើស collect ហើយឧទាហរណ៍ជាក់ស្ដែងចាស់ខ្ញុំយកឧទាហរណ៍យកអានេះចាស់នេះអូខេខ្ញុំចូលនេះអញ្ចឹងនៅកន្លែងនេះយើងអាច upload រូបភាពបានអូខេអញ្ចឹងរូបភាពយកណានេះកន្លែងយើង upload នេះមកអញ្ចឹងណាឬក៏នឹងឯងកន្លែង upload នេះដោយសារនេះមានស្រាប់យ៉ាងនេះដោយសារខ្ញុំបាន add ណោះអញ្ចឹងយើង add វាចូលមកលើមកអូចូល block អូខេអញ្ចឹងមួយទៀតសម្រាប់ក្រោមនេះយើងចង់បានរូបពីណាអញ្ចឹងយើងចូលមក select from hero ទៀតមកនេះកន្លែងនេះអូខេអញ្ចឹងយើងចុចនេះមកឧទាហរណ៍ឥឡូវខ្ញុំចង់បានកន្លែងនេះកន្លែងនេះអញ្ចឹងមកឧទាហរណ៍ខ្ញុំយកកន្លែងនេះអូខេកន្លែងនេះខ្ញុំយកកន្លែងនេះអញ្ចឹងយើងចុច save បកឲ្យវាចូលនៅក្នុងនេះអញ្ចឹងយើងដាក់មកហើយឥឡូវយើងដាក់ម្ដងទៀតសិនមកអូខេចេញជា thumbnail ហើយយើងចង់ add អក្សរយើងមាននៅខាង sticker មាន text មាន design យើងធ្វើ file ឲ្យ frame អីចឹងណាអញ្ចឹងស្អែកលើបងប្អូនជ្រើសរើសហើយប៉ណ្ណឹងសិនចាស់វីដេអូហើយយើង save មកធម្មតាមកឧទាហរណ៍យើង save មកយើងចង់ដាក់អក្សរបងប្អូន research បន្ថែមចឹងណាអញ្ចឹងខ្ញុំ save អូខេនៅពេល save គឺយើងបានទៅមកយើង save export វីដេអូយើងទៅវាបាននឹង thumbnail បានទាំងវីដេអូអញ្ចឹងណាវីដេអូមានតែប៉ុណ្្នឹងណា